ជំរាបសួរប្រិយមិត្ត Grocery Cake ថ្ងៃនេះជាលើកដំបូងខ្ញុំនឹងសង្ខេបសៀវភៅមួយក្បាលដែលខ្ញុំផ្ទាល់ធ្លាប់បានអានហើយយល់ថាវាមានគុណតម្លៃក្នុងការចែករំលែកជាពិសេសផ្ញើជូនប្រិយមិត្តអ្នកដែលបកកែគិតច្រើនឬកំពុងតែអស់សង្ឃឹមក្នុងជីវិតវាមានចំណងជើងថា Asaman Sinket ខ្ញុំមិនដឹងថាជាការសង្ខេបឬសម្រាយទេកម្រងសង្ខេបទេតែពាក្យពេចន៍ក្នុងនេះសុទ្ធសឹងតែបែបទស្សនវិជ្ជាហើយបុរាណទៀតព្រោះវាចេញផ្សាយតាំងពីឆ្នាំ1902ឬ1903មកម្លេះមកប្រយោគទៅការបញ្យល់ច្រើនកន្លែងខ្លះខ្ញុំក៏បកប្រែថែមពាក្យដើម្បីស្រួលយល់វាមាន7ចំពុកនិពន្ធដោយលោក James Allen តោះកុំឲ្យខាតពេលយូរសូមរីកស្ដាប់ដោយមេត្រីយើងបើកក្បាលដំបូងមកយើងឃើញពាក្យកាព្យមួយការគិតគឺជាកម្លាំងដ៏អស្ចារ្យក្នុងការបង្កើតមនុស្សគ្រប់រូបមនុស្សកើតចេញពីការគិតដោយមនុស្សប្រើការគិតដើម្បីសម្រេចធ្វើអ្វីដែលគេចង់ធ្វើដែលអាចនាំមកនៅភាពរីករាយឥតគណនាហើយក៏អាចនាំមកនៅទុក្ខសោករាប់ពាន់ចំពោះផងដែរមនុស្សគិតស្ងាត់ពិតមែនតែនៅពេលយូរទៅបរិស្ថានជុំវិញគាត់គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីលទ្ធផលនៃការគិតរបស់គាត់ទាំងនោះបានន័យថាការគិតគឺមានឥទ្ធិពលខ្លាំងណាស់ទៅលើជីវិតមនុស្សគ្រប់ប្រាណស្ថានភាពជីវិតឬស្ថានភាពផ្លូវចិត្តដែលអ្នកកំពុងជួបវាសុទ្ធសឹងតែជាលទ្ធផលនៃការគិតទាំងអស់ចំពោះ1ការគិតនិងអត្តចរិតសុភាសិតឬពាក្យស្លោកបុរាណមួយពោលថាពេលមនុស្សម្នាក់គិតអីនៅក្នុងកៅបេះដូងគាត់នឹងជារបស់នោះមិនខាន As a man thinketh in his heart so is he បានន័យថាការគិតជាប្រចាំរបស់អ្នកជាអ្នកកំណត់អត្តចរិតការធ្វើការនិយាយទំនាក់ទំនងនិងសូម្បីតែស្ថានភាពជីវិតដែលអ្នកជួបប្រទះមិនថាល្អឬលំបាកយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ James Allen គាត់ជឿបែបនេះអត្តចរិតខាងក្រៅរបស់មនុស្សម្នាក់គឺត្រូវបានសម្រួចដោយការគិតពីខាងក្នុងគាត់បដូចថារុក្ខជាតិមិនអាចដុះដោយគ្មានគ្រាប់ឯសកម្មភាពមនុស្សក៏មិនអាចកើតឡើងឆៅដោយគ្មានការគិតគ្រោងទុកជាមុនដែរពួកយើងកើតចេញពីការគិតបើគិតវិជ្ជមានយើងនឹងរីកចម្រើនបើគិតផ្លូវអាក្រក់ការឈឺចាប់នឹងចាំតែមកកិនយើងពីក្រោយដូចកង់អាតេសចឹងបើនរណាម្នាក់មានការគិតបរិសុទ្ធសេចក្តីសុខនឹងដើរតាមគាត់ដោយសមោនតោតាមប្រាណដែរ Allen ជឿជាក់លើច្បាប់ហេតុនិងផលគាត់ជឿថាមនុស្សដែលអ្នកឃើញថាមានអត្តចរិតល្អនេះក៏ព្រោះតែគាត់មានគំនិតល្អនិងប្រព្រឹត្តល្អតាំងពីដើមមកឯមនុស្សដែលមានអត្តចរិតមិនល្អក៏ព្រោះដោយសារតែការគិតនិងការប្រព្រឹត្តរបស់គាត់វាមិនល្អតាំងពីដើមមកដែរបានន័យថាការគិតគឺជាហេតុឯអត្តចរិតគឺជាផលការគិតអាចធ្វើមនុស្សខ្លាំងហើយក៏អាចបំផ្លាញមនុស្សបានដូចគ្នាព្រោះថាការគិតវានឹងនាំទៅរកសកម្មភាពឯសកម្មភាពនឹងនាំទៅរកលទ្ធផលបានន័យថាម៉េចបើយើងគិតវិជ្ជមានវានឹងនាំទៅរកសកម្មភាពនិងលទ្ធផលវិជ្ជមានបើយើងគិតអវិជ្ជមានវានឹងនាំទៅរកសកម្មភាពនិងលទ្ធផលអវិជ្ជមាននិយាយខ្លីការគិតយើងបែបណាវានឹងនាំលទ្ធផលបែបនោះមកឲ្យយើងខ្ញុំសូមលើកឧទាហរណ៍ពីក្រៅមួយស្រួលយល់អំពីរបៀបដែលការគិតអវិជ្ជមាននាំទៅរកសកម្មភាពនិងលទ្ធផលអវិជ្ជមានបុគ្គលកដាច់លុយគាត់ក៏ផុសគណិតពីរមករត់តុកទាវឬទៅឆក់ដោយវិស័យមនុស្សមានគំនិតមិនល្អស្រាប់គាត់គិតឃើញថាបើទៅតុកទាវលុយបានតិចហើយហត់គាត់ក៏ទៅប៉ែតៃគណិតមួយទៀតគឺទៅឆក់អានេះហើយជាគំនិតអវិជ្ជមាននាំទៅរកសកម្មភាពអវិជ្ជមានចឹងលទ្ធផលអវិជ្ជមានដែលគាត់ទទួលបានគឺជាប់គុកអ្នកទាំងអស់គ្នាឃើញទេចំណុចចាប់ផ្ដើមវាមិនមែននៅលើសកម្មភាពគាត់ចេញឆក់ទេតែវានៅត្រង់ការគិតរបស់គាត់បុគ្គលិកលក្ខណៈឬអត្តចរិតរបស់មនុស្សម្នាក់វាកើតចេញពីទម្លាប់នៃការគិតនិងទម្លាប់នៃការធ្វើជាប្រចាំវាបៀបន្តិចម្ដងមិនថាល្អឬអាក្រក់មនុស្សម្នាក់គឺជាម្ចាស់នៃការគិតរបស់ខ្លួនឯង James Allen បានប្រៀបប្រដូចការគិតដូចជាផ្ទះហើយយើងជាម្ចាស់ផ្ទះឥតមាយាទផ្ទះក៏វឹកវរតាមនឹងម្ចាស់ផ្ទះមានរបៀបផ្ទះក៏មានសណ្ដាប់ធ្នាប់គាត់ស្កត់ធ្ងន់ថាមិនថាស្ថិតក្នុងស្ថានភាពជីវិតឬផ្លូវចិត្តលំបាកយ៉ាងណាក៏ដោយបើយើងចាប់ផ្ដើមចេះគិតត្រូវគិតវិជ្ជមានចេះគ្រប់គ្រងការគិតខ្លួនឯងហើយស្វែងយល់ពីហេតុដែលនាំមកយើងដល់ដំណាក់កាលនេះយើងនឹងអាចស្វែងរកច្រកចេញបានគាត់បានប្រៀបធៀបជាមួយការស្វែងយល់ខ្លួនឯងនិងការគ្រប់គ្រងការគិតទៅនឹងជីកមាសជីកត្បូងអញ្ចឹងវាត្រូវការចំណាយពេលយូរត្រូវការភាពអត់ធ្មត់តែបើអ្នកធ្វើវាបានវាសមនឹងតម្លៃចំពោះទី2ឥទ្ធិពលការគិតទៅលើស្ថានភាពជីវិតយើងចំពោះនេះរៀងវែងតិច Allen បានបដូរការគិតយើងទៅនឹងសួនដំណាំអញ្ចឹងបើមិនថែវាដុះស្មៅញប់បើយើងថែ
ដាក់ពូជល្អដាក់ជីធ្វើស្មៅអីវានឹងផ្ដល់ផ្លែផ្កាល្អខួរក្បាលមនុស្សការគិតមនុស្សមិនអាចនៅតែទេបានទេអញ្ចឹងវាស៊ីសងលើយើងតើយើងដាំគ្រាប់ពូជអីចូលវិជ្ជមានឬអវិជ្ជមានគ្រាប់ពូជវិជ្ជមានមានដូចជាការគិតវិជ្ជមានការប្រកាន់វិន័យទម្លាប់ល្អមានគោលដៅច្បាស់លាស់ចិត្តល្អសប្បុរសជាដើមឯគ្រាប់ពូជអវិជ្ជមានមានជាអាចភាពខ្ជិលខឹងចំណែនខ្លាចឈុលគិតតែអវិជ្ជមានមកបាក់ទឹកចិត្តខ្លួនឯងនឹងមានទម្លាប់ដែលមិននាំឲ្យរីកចម្រើនការគិតអវិជ្ជមានដូចជាស្មៅចឹងវាដោះឯងមកហ្មងចឹងតើយើងដោះវាចេញការពីចម្ពោះមួយ Allen បាននិយាយថាការគិតនិងចរិតខាងក្រៅរបស់មនុស្សគឺតែមួយឯងក្នុងចម្ពោះនេះគាត់ក៏បានបន្ថែមថាការគិតក៏ជាឥទ្ធិពលឬមានទំនាក់ទំនងផ្ទាល់ជាមួយនឹងស្ថានភាពជីវិតដែលយើងជួបផងដែរព្រោះវាជាអ្នកធ្វើឲ្យយើងសម្រេចចិត្តធ្វើឲ្យមួយជាអ្នកកំណត់ប្រតិកម្ម reaction របស់យើងឧទាហរណ៍ពេលយើងជួបរឿងបរាជ័យមួយយើងអាចអង្គុយគិតសេតបាក់ទឹកចិត្តឬមួយក៏គិតយកបរាជ័យនោះជាមេរៀនខំប្រឹងដល់ខាត់ជាថ្មីប្រឹងជាថ្មីងើបជាថ្មីវាស៊ីសងលើយើងឯហ្នឹងមនុស្សតែងរៀនជានិច្ចពីស្ថានភាពឬមេរៀនជីវិតមិនថាល្អឬអាក្រក់មេរៀនជីវិតបើយើងចេះរៀនពីវាយើងនឹងអាចរីកចម្រើនឬផ្លាស់ប្ដូរស្ថានភាពដែលយើងកំពុងជួបបានមនុស្សមួយចំនួនជឿថាស្ថានភាពអាក្រក់ក្នុងជីវិតដែលគាត់កំពុងជួបសពថ្ងៃគឺដោយសារកត្តាខាងក្រៅទាំងអស់តែមិនអញ្ចឹងទេការគិតការសម្រេចចិត្តនិងទង្វើគាត់ទៅជាអ្នកមានឥទ្ធិពលពិតប្រាកដលើស្ថានភាពជីវិតនោះបើគាត់ឆ្វេងយល់ពីចំណុចនេះគាត់នឹងអាចគ្រប់គ្រងខ្លួនឯងបានដោយមិនឲ្យស្ថានភាពអាក្រក់ទាំងអស់នោះមានឥទ្ធិពលលើគាត់ឬបំបាក់ស្មារតីគាត់ទេអ្នកណាក៏ដោយដែលចេះធ្វើ self control ហើយបោះចោលការគិតអវិជ្ជមានយូរទៅគាត់នឹងកត់សម្គាល់ឃើញថាស្ថានភាពជីវិតគាត់នឹងបានប្រសើរឡើងហេតុអីព្រោះនៅពេលដែលការគិតផ្លាស់ប្ដូរអ្នកនឹងផ្លាស់ប្ដូរការធ្វើអ្នកលែងធ្វើទម្លាប់ឬសកម្មភាពដូចមុនហើយអញ្ចឹងលទ្ធផលដែលអ្នកទទួលបានក៏ខុសពីមុនដែរមនុស្សគ្រប់រូបរមែងធ្វើអីតាមដែលគេផ្ដោតដូច្នេះហើយបើអ្នកផ្ដោតទៅលើភាពរីកចម្រើនអ្នកនឹងសម្លឹងរកវិធីដើម្បីរីកចម្រើនតែបើអ្នកផ្ដោតទៅលើភាពភ័យខ្លាចផ្ដោតទៅលើការសេតអ្នកនឹងភ័យខ្លាចមិនហ៊ានធ្វើហើយអ្នកនឹងអង្គុយតែសេតទេមួយថ្ងៃ Allen បាននិយាយថាការគិតផ្ដោតជាប្រចាំរបស់យើងវាមានឥទ្ធិពលទៅលើទិសដៅជីវិតយើងបើយើងប្រកាន់ខ្ជាប់វិន័យនោះយើងនឹងរីកចម្រើនតែបើយើងប្រកាន់ខ្ជាប់ទម្លាប់ខ្ជិលនោះយើងនឹងបាត់បង់ទិសដៅគាត់លើកឧទាហរណ៍ថាមនុស្សម្នាក់មិនមែនចូលគុកដោយសារវាសនាឬបញ្ហាដែលខ្លួនមានទេតែដោយសារកំណត់គំរក់ឬចំណងពីខាងក្នុងមកប្រមូលផ្ដុំជាយូរហើយបានន័យថាក្រគ្មានលុយដូចគ្នាហេតុអីអ្នកខ្លះមិនទៅឆក់គេក្រដូចគ្នាហេតុអីអ្នកខ្លះមិនទៅសុំទានសុខចិត្តទៅធ្វើសំណងអានេះគ្រាន់តែជាឧទាហរណ៍ស្រួលយល់ប៉ុណ្ណោះស្ថានភាពជីវិតលំបាកវាមិនមានឥទ្ធិពលលើអ្នកទេវាគ្រាន់តែជួយបកវាំងននប៉ុណ្ណោះថាអ្នកជាមនុស្សបែបណាពេលជួបបញ្ហាអញ្ចឹង Men do not attract that which they want but that which they are មនុស្សគ្រប់រូបមិនអាចបានរបស់ដែលខ្លួនចង់បានដោយសារការពងប្រាថ្នាតែដោយសារការគិតនិងការខំប្រឹងរបស់ខ្លួនប៉ុណ្ណោះតិចក្តីឬខ្លាំងក្តីអានេះខ្ញុំបកស្រួលយល់ណាមនុស្សខ្លះព្យាយាមកែស្ថានភាពលំបាកលំបិនតែមិនព្រមបដូរការគិតអវិជ្ជមាននិងទម្លាប់ចាស់ទេវាទៅមិនរួចទេដូចគេថាជីកស្មៅត្រូវជីកទាំងរឹសបើចង់ដោះស្រាយបញ្ហាត្រូវស្វែងរកប្រភពបញ្ហានោះជាមុនសិនហើយបដូរវាចោលតែ Allen ក៏បញ្ជាក់ថាស្ថានភាពខាងក្រៅរបស់មនុស្សម្នាក់ៗមិនអាចវាតម្លៃថាវាជាលទ្ធផលនៃការគិតរបស់គាត់ទាំងស្រុងទេជួនកាលមនុស្សនឹងល្អដើរលើផ្លូវត្រូវតែនៅតែក្រអ្នកខ្លះជាមនុស្សមិនស្មោះត្រង់ខុសខើតែអង្គុយលើកណោទ្របតើព្រោះអីព្រោះមនុស្សម្នាក់ៗវាមានមិត្តទាំងវិជ្ជមានផងទាំងអវិជ្ជមានផងនៅក្នុងខ្លួនមនុស្សមិនស្មោះត្រង់ជួនកាលគាត់មានវិន័យជាងមនុស្សស្មោះត្រង់គាត់ហ៊ានធ្វើជាងគាត់បើកចិត្តទៅលេជាងឯមនុស្សស្មោះត្រង់ជួនកាលមនួតចិត្តចង្អៀតចំណែនអីចឹងទៅបើចង់ស្គាល់ខ្លួនឯងច្បាស់បើចង់ផ្លាស់ប្ដូរទៅរកការគិតត្រូវជាដំបូងអ្នកត្រូវតែស្គាល់ពីភាពខ្លាំងនិងភាពខ្សោយខ្លួនឯងជាមុនសិនការគិតល្អមិនអាចនាំលទ្ធផលអាក្រក់នោះទេហើយការគិតអាក្រក់ក៏មិនអាចនាំលទ្ធផលល្អដែរនេះបើយោងតាមច្បាប់ហេតុផលដែលនិយាយពីខាងដើមមកមានហេតុទៅមានផលធ្វើអីបាននឹងដាំតិចបានតិចដាំច្រើនបានច្រើនក្នុងន័យនេះ Allen ក៏បានប្រៀបធៀបថាដាំពោតបានពោតដាំខ្ញែបានខ្ញែគាត់ថាមនុស្សយល់ដឹងច្បាប់នេះនៅក្នុងធម្មជាតិប៉ុន្តែពេលខ្លះខ្លួនគិតអវិជ្ជមានទេធ្វើអវិជ្ជមានទេតែនៅតែចង់បានលទ្ធផលវិជ្ជមានទុក្ខវេទនាឬស្ថានភាពលំបាកដែលយើងជួបគឺវាតែងតែកើតមកពីការគិតខុសក្នុងទិសដៅណាមួយភាពរីករាយឬសេចក្តីសុខពិតប្រាកដក៏មិនប្រកាសថាមកពីលុយឬសម្ភារៈនិយមដែរតែដោយសារតែលទ្ធផលនៃការគិតល្អអ្នកខ្លះក្រតែមានក្តីសុខ
អ្នកខ្លះវិញមានភពត្រផូហៀតែខ្វះស្នាមញញឹមក្រពេកឬសម្បូរពេកគឺជារបស់ពីរយ៉ាងដែលនាំឲ្យមនុស្សគ្មានក្តីសុខផ្លូវចិត្តទេសេចក្តីសុខពិតគឺនៅចំណុចកណ្ដាលរស់ដោយសប្បាយសុខភាពល្អនិងធ្វើអីដែលមានតុល្យភាពក្រពេកមានពេកហ្នឹងមិនមែនសំដៅលើលុយទេតែរួមទាំងការគិតសកម្មភាពប្រចាំថ្ងៃទម្លាប់ប្រចាំថ្ងៃការធ្វើការកុំប្រឹងពេកកុំស្ទួកពេកមនុស្សម្នាក់នឹងក្លាយជាម្ចាស់ខ្លួនឯងពិតប្រាកដនៅពេលដែលគាត់ឈប់ល្អូឈប់បន្ទោសអ្នកដទៃឬវាសនាចំពោះស្ថានភាពលំបាកដែលគាត់ជួបនិងព្យាយាមពង្រឹងនិងហ្វឹកហាត់ការគិតឲ្យខ្លាំងប្រសើរជាងមុនគ្រាន់តែផ្លាស់ប្ដូរការគិតខ្លួនឯងប៉ុណ្ណោះអ្នកនឹងកត់សម្គាល់ឃើញថាវានឹងជាឥទ្ធិពលយ៉ាងសម្បើមទៅលើស្ថានភាពនិងបរិស្ថានជុំវិញខ្លួនអ្នកហើយសូម្បីតែទស្សនៈមនុស្សជុំវិញខ្លួនដែលមានលើអ្នកក៏នឹងបដូរដែរ Allen លើកឡើងថានេះគឺជាការពិតដែលអ្នកអាចមើលឃើញផ្ទាល់នឹងមានចំពោះមនុស្សគ្រប់រូបការគិតវាមិនអាចបិទបាំងបានទេព្រោះការគិតវានឹងប្រែទៅជាទម្លាប់នឹងទៅប្រែស្ថានភាពជីវិតអ្នកមនុស្សម្នាក់ប្រកាន់គំនិតមិនរីកចម្រើនរមែងប្រកាន់ទម្លាប់ចូលចិត្តផឹកស៊ីត្រេកតាអាលវានឹងនាំឆ្ពោះទៅរកភាពក្រីក្រនិងជំងឺអ្នកខ្លាចមុខខ្លាចក្រោយសង្ស័យខ្លួនឯងច្រើននឹងបាត់បង់ឱកាសក្នុងជីវិតអ្នកប្រកាន់គំនិតខ្ជិលមិនស្មោះត្រង់នឹងនាំទៅរកភាពក្រីក្រនិងអាស្រូវមនុស្សស្អប់គុំគួនច្រើនចូលចិត្តតិទៀននឹងក្លាយទៅជាទម្លាប់ហិង្សាដែលនឹងនាំមនុស្សគុកច្បាប់មនុស្សអាត្មានិយមនឹងមានទម្លាប់គិតតែខ្លួនឯងហើយលទ្ធផលនឹងបាត់បង់ញាតិរីឯមនុស្សគិតវិជ្ជមានល្អបរិសុទ្ធវិញគាត់នឹងមានទម្លាប់នៅអត្តចរិតល្អតែនាំឲ្យគាត់ប្រព្រឹត្តតែសេចក្តីល្អជួយឲ្យជីវិតគាត់កាន់តែស្រស់បំព្រងប្រសើរហើយអ្នកផងចូលចិត្តមនុស្សម្នាក់មិនអាចជ្រើសរើសស្ថានភាពជីវិតខ្លួនឯងដោយផ្ទាល់បានទេតែតាមរយៈការគិតគាត់នឹងអាចផ្លាស់ប្ដូរស្ថានភាពជីវិតនោះបានវាជាច្បាប់ធម្មជាតិស្ថានភាពជីវិតមនុស្សម្នាក់ជួបប្រទេសនឹងស្រាតបង្ហាញចេញគំនិតដែលគាត់លាក់ក្នុងខ្លួនជាយូរមនុស្សគិតតែវិជ្ជមានជានិច្ចពេលជួបរឿងលំបាកល្មមគាត់នឹងបាក់ទឹកចិត្តមនុស្សគិតក្លាហាននិងវិជ្ជមានជានិច្ចពេលជួបលំបាកគាត់នឹងស្ងប់ស្ងាត់ព្យាយាមរកប្រភពបញ្ហាគាត់នឹងមិននិយាយបំបាក់ទឹកចិត្តខ្លួនឯងទេបើយើងឈប់គិតអវិជ្ជមាននោះលោកនឹងទន់ភ្លន់ចំពោះយើងដោយថាមនុស្សគិតវិជ្ជមាននឹងឃើញអាកាសច្រើនស្ទើរគ្រប់កន្លែងឯមនុស្សទៅច្រើននឹងឃើញគ្រប់យ៉ាងជុំវិញខ្លួនសុទ្ធតែអាចទៅបានចុងចម្ពោះនេះគាត់មានកំណាព្យមួយខ្សែខ្ញុំសូមប្រែអត្ថន័យឲ្យតែម្ដងស្ថានភាពលំបាកមិនស្ថិតស្ថេរស្ថានភាពលំបាកជាផ្នែកមួយនៃជីវិតមិនមែនតំណាងជីវិតអ្នកទាំងមូលទេកម្លាំងចិត្តមនុស្សគឺខ្លាំងជាងភាពលំបាកដែលបានជួបកុំបាក់ទឹកចិត្តជោគជ័យត្រូវការពេលវេលានិងភាពអត់ធ្មត់នៅពេលមនុស្សអាចគ្រប់គ្រងខ្លួនឯងបានសូម្បីព្រះក៏នឹងស្របតាមគាត់ដែរជំពូកទី3ឥទ្ធិពលនៃការគិតទៅលើសុខភាពនិងរាងកាយគឺជាខ្ញុំបម្រើរបស់ខួរក្បាលឬការគិតវាស្ដាប់តាមតែបជាប៉ុណ្ណោះទោះបជាដោយឆន្ទៈឬអឆន្ទៈក្តីសុខភាពវាដូចជាស្ថានភាពជីវិតដែលនិយាយពីចំពោះមុនអញ្ចឹងវាមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការគិតរបស់យើងការគិតអវិជ្ជមានឬគ្មានវិន័យនឹងធ្វើឲ្យអ្នកជួបតែជំងឺការភ័យខ្លាចវាសម្លាប់មនុស្សលឿនដូចកំភ្លើងអញ្ចឹងភាពតបប្រមល់ធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តនិងបំផ្លាញស្មារតីងាយនឹងកើតជំងឺផ្សេងទម្លាប់គិតល្អរឹងមាំបរិសុទ្ធធ្វើឲ្យរាងកាយឬផ្លូវចិត្តយើងមានសុខភាពល្អនិងមានថាមពលការផ្លាស់ប្ដូររបបអាហារមិនជួយអីទេបើអ្នកមិនផ្លាស់ប្ដូរការគិតទេព្រោះថាតើតអ្នកផ្លាស់ប្ដូរការគិតឲ្យត្រឹមត្រូវសិនទើបអ្នកនឹងលះបង់ចំណង់ចង់អាហារដែលប៉ះពាល់សុខភាពទាំងនោះមនុស្សគិតពីសុខភាពគឺមានទម្លាប់ស្រឡាញ់សុខភាពបើអ្នកចង់ការពាររាងកាយអ្នកត្រូវការពារការគិតជាមុនសិនបើចង់បានរាងកាយថ្មីដូចជាស្គមជាងមុនតើតអ្នកខាត់ការគិតអ្នកជាថ្មីការគិតអវិជ្ជមានជាច្រើនដូចជាចំណែនឬបាក់ទឹកចិត្តសុទ្ធសឹងតែជាចោលលួចសុខភាពយើងនិយាយឲ្យខ្លីមុខជូរក៏ព្រោះតែយើងវាគិតជូរពីខាងក្នុងមក Allen ប្រៀបធៀបថាអ្នកមិនអាចរំពឹងឲ្យផ្ទះអ្នកទទួលពលឺថ្ងៃមានខ្យល់ចេញចូលមិនស្មុងញឹកដោយមិនព្រមទៅបើកប្អួយបើកទ្វាររាងកាយដូចគ្នាយើងមិនអាចរំពឹងចង់បានរាងកាយល្អថ្មីដោយការខ្ទប់គំនិតចាស់មិនល្អមិនស្រស់បំព្រងឲ្យចេញពីខួរក្បាលគ្មានន័យល្អជាងការគិតវិជ្ជមាននិងមិនខ្លាចមិនខ្វល់ច្រើនទេទើបអាចជួយសុខភាពផ្លូវចិត្តដែលវានឹងនាំរាងកាយឲ្យប្រសើរបានការមានចិត្តល្អជាមួយអ្នកដទៃនឹងនាំសេចក្តីសុខនិងសេចក្តីស្ងប់ចិត្តមកយើងដែរចំណែកឯការគិតអវិជ្ជមានជាប្រចាំលើខ្លួនឯងឬចំណែកលើអ្នកដទៃគឺដូចអ្នករស់នៅក្នុងគោកអញ្ចឹងអ្នកគ្មានសេចក្តីសុខផ្លូវចិត្តទេចំពោះទី4ការគិតនិងគោលដៅការគិតតែម្យ៉ាងមិនគ្រប់គ្រាន់ទេតើតើអ្នកមានគោលដៅទើបអ្នកអាចជោគជ័យយ៉ាងទៅចាស់ទៅចង់បានអ្នកអាចមានគំនិតល្អតែបើអ្នកគ្មានគោលដៅអ្នកនឹងមិនដឹងទៅធ្វើអីដើម្បីសម្រេចវាគ្មានសកម្មភាព James Allen បដូរការគិតគ្មានគោលដៅនេះទៅដូចជាទូកអណ្ដែតតែតោពេញសមុទ្រចឹងមនុស្សដែលគ្មានគោលដៅជីវិតច្បាស់លាស់ងាយនឹងធ្លាក់ខ្លួនទៅជាចំណីនៃសេចក្តីបារម្ភភ័យខ្លាចអាសូរខ្លួនឯងនិងបញ្ហាផ្សេងដោយវានាំទៅរកភាពខ្សោយ
បរាជ័យមិនរីករាយនិងចុងក្រោយចុះចាញ់ក្នុងជីវិតមនុស្សគ្រប់រូបគួរតែមានគោលដៅដែលមានតម្លៃហើយខំបដោតនិងប្រឹងប្រែងសម្រេចវាគោលដៅនោះអាចតាក់ទងជាមួយផ្លូវចិត្តឬស្ថានភាពជីវិតខាងក្រៅស៊ីសងលើពេលវេលាដែលអ្នកដាក់គោលដៅនោះតើអ្នកចង់ឲ្យផ្សើអីហើយអ្នកកំពុងតែជួបរឿងអីគេទុកគោលដៅជីវិតជាលេខ1ធ្វើវាជាមួយវិន័យនិងការគ្រប់គ្រងអារម្មណ៍កុំវង្វេងជាមួយគ្រឿងរំខានទើបអ្នកអាចជោគជ័យបានផ្លូវទៅកាន់គោលដៅវាមិនស្មើធេងទេយើងមិនអាចទៅដល់ភ្លាមៗទេបរាជ័យតាមផ្លូវជារឿងជាមិនរួចកុំបាក់ទឹកចិត្តកុំបាក់ស្មារតីទុកវាជាមេរៀនជួនកាលជោគជ័យពិតគឺជាការរកឃើញខ្លួនឯងខ្លាំងជាងមុនប្រសើរជាងមុនធន់ជាងមុនរីកចម្រើនជាងមុនពេលកំពុងធ្វើវាបើអ្នកមិនទាន់មានគោលដៅធំក្នុងជីវិតទេគួរតែផ្ដោតលើការធ្វើឲ្យប្រសើរឡើងត្រឡប់តូចៗប្រចាំថ្ងៃជាមុនសិនពីនៃឲ្យតឹងផ្ដោតឲ្យខ្លាំងនោះអ្នកនឹងអស្ចារ្យមនុស្សទោះខ្សោយយ៉ាងណាឲ្យតែខំប្រឹងខំរៀនប្រឹងកែប្រែទម្លាប់ហើយអត់ធ្មត់ទៀតនោះគាត់នឹងអាចខ្លាំងបានអ្នកដូចគ្នាបើអ្នកឈប់លេះលុញគ្មានគោលដៅហើយចាប់ផ្ដើមគិតពីគោលដៅលែងខ្លាចបរាជ័យអ្នកនឹងអាចរកជោគជ័យឃើញថ្ងៃណាមួយមិនខានហើយពេលណាដែលអ្នកមានគោលដៅច្បាស់លាស់ហើយរឿងចម្បងដែលអ្នកត្រូវធ្វើបន្ទាប់នោះគឺផ្ដោតលើវាធ្វើវាដោយទំនុកចិត្តកុំសង្ស័យសមត្ថភាពខ្លួនឯងឬខ្លាចបរាជ័យសោះព្រោះការសង្ស័យខ្លួនឯងនិងខ្លាចបរាជ័យនេះវានឹងនាំអ្នកទៅរកផ្លូវបរាជ័យមែនទែន Allen ពោលថាអ្នកណាគ្រប់គ្រងសេចក្តីសង្ស័យសមត្ថភាពខ្លួនឯងនិងភាពភ័យខ្លាចបានណាអ្នកនោះនឹងគ្រប់គ្រងបរាជ័យបានជំពូកទី5ការគិតនាំមកនូវជោគជ័យរាល់បរាជ័យឬជោគជ័យរបស់នរណាម្នាក់មានឫសគល់ពីការគិតរបស់ខ្លួនគាត់ទាំងអស់មិនត្រូវបន្ទោសទៅលើអ្នកដទៃឬស្ថានភាពជីវិតដែលខ្លួនបានជួបទេភាពខ្លាំងភាពខ្សោយស្ថានភាពល្អអាក្រក់រីករាយឬសែតវាកើតចេញពីការគិតនិងការប្រព្រឹត្តរបស់អ្នកតែប៉ុណ្ណោះបើអ្នកបន្តគិតកណ្ដិតដដែលអ្នកនឹងជួបលទ្ធផលដដែលបើអ្នកបន្តគិតអវិជ្ជមានលើខ្លួនឯងអ្នកនៅតែបាក់ទឹកចិត្តនៅតែអស់សង្ឃឹមបើអ្នកបន្តគិតថាខ្លួនឯងអាចធ្វើបានភាពក្លាហានអ្នកក៏កើនតាមនឹងដែរបុគ្គលខ្លាំងមិនអាចទៅជួយបុគ្គលខ្សោយបានទេបើបុគ្គលខ្សោយមិនព្រមឲ្យគេជួយហើយបើទោះបីជាគាត់ព្រមឲ្យគេជួយក្តីបើគាត់មិនប្រឹងមិនខំបដូរពីការគិតពីខាងក្នុងមកគាត់ក៏មិនអាចរីកចម្រើនបានដែរត្រង់នេះ Allen លើកឧទាហរណ៍ពីរបបទាសភាពមកគាត់ថាពេលនិយាយរឿងទាសភាពយើងស្អប់អ្នកគ្រប់គ្រងម្ចាស់ទាសករដោយសារតែគាត់មានអំណាចទើបសកត់សកិនគេតែគ្មាននរណាមើលឃើញភាពខ្សោយការគ្មានគំនិតរើបំរាស់ក៏ជាផ្នែកមួយនាំបន្តឲ្យមានរបបទាសភាពកាត់ឡើងដែរត្រង់នេះ Allen បានលើកជើងរបបទាសភាពទាសករតែគាត់ចង់លើកឧទាហរណ៍ថាគ្រប់គ្នាចង់ឲ្យទៅអ្នកសកត់គេតែមិនព្រមមើលអ្នកត្រូវគេសកត់ថាតើចង់រើបំរាស់ខ្លាំងកម្រិតណាប្រឹងកម្រិតណាព្យាយាមកម្រិតណាគាត់លើកឡើងថាអ្នកដែលអាចឈ្នះលើភាពទន់ខ្សោយខ្លួនបោះបង់ចោលភាពអាត្មានិយមបានគាត់នឹងមិនស្ថិតនៅក្នុងចម្ពោះអ្នកគ្រប់គ្រងគេឬអ្នកដែលត្រូវគេគ្រប់គ្រងទេបុគ្គលនោះគឺជាអ្នកមានសេរីភាពពិតប្រាកដបុគ្គលម្នាក់អាចឡើងទៅលើឬរីកចម្រើនមួយកម្រិតទៀតបានលកឹកណាគាត់ធ្វើឲ្យប្រសើរនៃការគិតរបស់គាត់បុគ្គលម្នាក់នៅត្រឹងឬកាន់តែដុនដាបទន់ខ្សោយអស់សង្ឃឹមនិងរងទុក្ខវេទនាក៏ព្រោះតែគាត់រឹងទៅតឹងមិនព្រមកែប្រែការគិតទេអ្នកមិនអាចជោគជ័យជាមួយការប្រកាន់ទម្លាប់ចាស់ទេចង់តែសប្បាយអាត្មានិយមមិនចេះគ្រប់គ្រងខ្លួនឯងទេហើយអ្នកក៏ប្រហែលមិនអាចជំរុះចោលម្ដងទាំងអស់បានដែរនៅទម្លាប់ចាស់តែមិននាំឲ្យរីកចម្រើនទាំងនោះតែអ្នកត្រូវព្យាយាមជំរុះចោលឲ្យបានច្រើនតាមដែលអាចធ្វើបានគ្មានទេវឌ្ឍនភាពគ្មានទេការសម្រេចបានបើគ្មានការលះបង់ភាពជោគជ័យរបស់នរណាម្នាក់គេអាចវាស់ស្ទង់បានតាមរយៈការលះបង់គំនិតឬទម្លាប់មិនរីកចម្រើនចោលត្រង់ចំណុចនេះ Allen ក៏បាននិយាយថាលោកនេះមិននៅខាងមនុស្សជោគជ័យណាដែលលោភលន់ទុច្ចរិតអាត្មានិយមកាច់សាហាវទេទោះបីជីវិតពិតយើងឃើញពួកគាត់ជោគជ័យមែនតែទ្របក្តៅកាហាយវាមិនដែលស្ថិតស្ថេរហើយពួកគាត់ក៏មិនមានក្តីសុខផ្លូវចិត្តប៉ុន្មានដែរផ្ទុយទៅវិញលោកនេះនឹងនៅខាងមនុស្សស្មោះត្រង់ចិត្តស្មោះសរមានគុណធម៌នេះហើយគឺជាជោគជ័យនិងសន្តិភាពផ្លូវចិត្តពិតប្រាកដតាំងពីបុរាណមកយើងឃើញស្រាប់ហើយមានតែការបង្រៀនមនុស្សឲ្យដើរផ្លូវត្រូវឯងមិនថាការបង្រៀនទស្សនវិជ្ជាឬសាសនាជោគជ័យមិនថាផ្នែកណាមួយក៏ដោយជំនួញអាជីវកម្មរៀនសូត្រការងារគឺជាលទ្ធផលនៃការគិតត្រូវខំធ្វើមានវិន័យនិងការបដោតជំពូកទី6ទស្សនវិស័យនិងឧត្តមគតិAllen បានលើកទៅសើអ្នកដែលមានក្តីសម័យដូចជាតន្ត្រីករជាងចម្លាក់វិចិត្រករកវីបុព្វជិតសាសនាទេសនាវិទូអីជាដើមហ្នឹងថាជាអ្នកសង្គ្រោះពិភពលោកព្រោះការគិតការសម័យភាពច្នៃប្រឌិតនិងចក្ខុវិស័យរបស់ពួកគេបានបង្កើតនៅវត្ថុច្នៃប្រឌិតអស្ចារ្យផ្ដល់មេរៀននិងជួយបម្រើនិងចម្រើនដល់មនុស្សជាតិលោកបាននិយាយថាផែនដីនេះស្រស់បំព្រងដោយសារតែពួកគាត់មុនពេលវត្ថុសិល្បៈ
មុនពេលវត្ថុឬសិល្បៈណាមួយចេញជារូបរាងវាត្រូវការចេញពីការគិតជាមុនសិនបុគ្គលណាដែលប្រកាន់ខ្ជាប់នៅទស្សនវិស័យភ្លឺស្វាងមានឧត្តមគតិខ្ពស់ក្នុងចិត្តនឹងអាចសម្រេចទស្សនវិស័យនោះថ្ងៃណាមួយជាមិនខាន Christopher Columbus ជឿជាក់ពីវត្តមានពិភពលោកថ្មីគាត់ក៏ឃើញទ្វីបអាមេរិកកូពេនិកមានទស្សនវិស័យថាលំហអវកាសធំធេងគាត់ក៏បានបញ្ជាក់ថាផែនដីមិនមែនជាចំណុចកណ្ដាលចក្រវាលទេតាំងពីដើមឆ្នាំ1500ជាងម៉េចខុសពីអីដែលគេបានរៀនពីមុនមកប្រពុតទ្រង់ញៀនពីវដ្តសង្សារវិលវល់គ្មានទីបញ្ចប់ទ្រង់ក៏សម្រេចបាននិព្វានអ្នកដូចគ្នាត្រូវឲ្យតម្លៃនឹងការពារក្តីសុបិនចក្ខុវិស័យក្តីសម័យរបស់អ្នកជាមួយគំនិតវិជ្ជមានអ្នកគង់នឹងអាចសម្រេចវាបានថ្ងៃណាមួយមិនខានជួនកាលវាមិនត្រឹមផ្ដល់ប្រយោជន៍ដល់អ្នកទេតែក៏អាចជួយបម្រើដល់មនុស្សជាតិដែរត្រូវហ៊ានសម័យខ្ពស់ប្រាថ្នាខ្ពស់រាល់ជោគជ័យដែលយើងឃើញទាំងអស់ដំបូងវាគ្រាន់តែជាក្តីសម័យមួយប៉ុណ្ណោះដោយដើមឈើដែលយើងឃើញថាធំសម្បើមវាកាត់ចេញពីគ្រាប់តូចមួយដូចមន់ធំមួយក្បាលវាកាត់ចេញពីពងតូចមួយហើយក្តីសម័យថ្ងៃនេះវាជាគ្រាប់ពូជនៃភាពអស្ចារ្យពេលអនាគតស្ថានភាពអាក្រក់អ្នកសពថ្ងៃឬអ្វីដែលអ្នកមានពេលនេះប្រហែលជាមិនមែនអីដែលអ្នកប្រាថ្នាតែសូមកុំអាក់អន់សពុនចិត្តអីវាមិនស្ថិតស្ថេរឲ្យតែអ្នកមានក្តីសម័យទស្សនវិស័យនិងឧត្តមគតិមុតមមក្នុងការព្យាយាមអ្នកនឹងជោគជ័យត្រង់នេះ Allen បានឧទាហរណ៍ក្មេងម្នាក់ក្រីក្រអវិជ្ជាធ្វើការដោយកម្លាំងដូបាយកវែកកឆ្នាំងតែគាត់មានក្តីសម័យខ្ពស់ចង់មានចំណេះវិជ្ជាចង់បានជីវភាពប្រសើរចង់បានសេរីភាពពីការហត់នឿយពេលដែលគាត់មានគោលដៅច្បាស់លាស់កិច្ចពីភាពក្រីក្រនេះហើយគាត់ចាប់ផ្ដើមយកពេលទំនេរពីការលីសែងទៅរៀនទៅអភិវឌ្ឍខ្លួនអភិវឌ្ឍជំនាញមួយឆ្នាំពីរឆ្នាំក្រោយមកការងារលីសែងគាត់សប្ងៃលែងស័ក្តិសមនឹងសមត្ថភាពថ្មីគាត់ទៀតហើយច្រើនឆ្នាំក្រោយមកក្តីសម័យដែលគាត់ធ្លាប់មានប្រែក្លាយជាការពិតទាំងអស់នេះដោយសារតែគាត់មានទស្សនវិស័យពីខ្លួនឯងវែងឆ្ងាយហើយមានឧត្តមគតិក្នុងការធ្វើវាយ៉ាងពិតប្រាកដ Allen ក៏បាននិយាយថាមិត្តអ្នកអានក៏ដូចគ្នាត្រូវជឿជាក់លើទស្សនវិស័យនិងចក្ខុវិស័យខ្លួនឯងបើទោះឥឡូវមិនល្អឥតខ្ចោះក្តីអីដែលជារបស់យើងវានឹងដើរមករកយើងលកឹកណាអ្នកមិនបោះបង់ការគិតការសម័យការចង់បានវាបើអ្នកសម័យទាបអ្នកនឹងនៅទាបបើអ្នកសម័យខ្ពស់អ្នកនឹងសម្រេចវាបានតាមនឹងកុំឲ្យស្ថានភាពបច្ចុប្បន្នចងអ្នកមិនឲ្យហ៊ានសម័យខ្ពស់មិនឲ្យចាប់ផ្ដើមធ្វើរឿងដ៏អស្ចារ្យ Allen ក៏បានតិចទៀនដល់មនុស្សមួយប្រភេទដែលគាត់ហៅថាជាមនុស្សមិនចេះគិតជ្រៅរះល្ងងខ្លៅវាតម្លៃរឿងគ្រប់យ៉ាងដែលខ្លួនឃើញដោយសម្បកក្រៅដូចជាឃើញគេមានគេជោគជ័យអីថាជាការងាយមកពីសំណាងគាត់ថាពួកគេនេះមិនបានឃើញថាគេដួលប៉ុន្មានដងគេលះបង់អីខ្លះគេប្រឹងមិនប្រកាន់វិន័យមិនឬគេចង់បោះបង់ចោលក្តីសម័យប៉ុន្មានដងអីពួកគេវាតម្លៃតែលទ្ធផលពីសម្បកក្រៅប៉ុណ្ណោះក្នុងជីវិតយើងលទ្ធផលមិនក្បត់ការខំប្រឹងទេទំហំនៃលទ្ធផលជាទំហំនៃការខំប្រឹងមិនថាលុយអំណាចសម្ភារៈនិយមចំណេះដឹងភាពរឹងមាំផ្លូវចិត្តគឺសុទ្ធតែជាផ្លែផ្កានៃការគិតត្រូវប្រឹងឲ្យចំគោលដៅនិងការមិនបោះបង់ក្តីសម័យយើងចូលមកដល់ចម្ពោះចុងក្រោយចម្ពោះទី7ភាពស្ងប់ស្ងៀមភាពស្ងប់ស្ងៀមនិងសេចក្តីសុខផ្លូវចិត្តភាពដូចជាមាសពេជ្រកម្រអញ្ចឹងវាមិនអាចកើតបានភ្លាមឬងាយទេវាត្រូវចំណាយពេលវេលាការអត់ធ្មត់វិន័យដើម្បីឈានទៅអាចគ្រប់គ្រងអារម្មណ៍ខ្លួនមនុស្សណាមានវាបានន័យថាគាត់បានហែកឆ្លងរឿងច្រើនសម្បើមគាត់រៀនវាពីបទពិសោធន៍ទើបគាត់អាចចេះគ្រប់គ្រងការគិតឬមិនងាយបាក់ទឹកចិត្តពេលមានបញ្ហាមនុស្សម្នាក់មានចិត្តស្ងប់នៅពេលគាត់យល់ថាស្ថានភាពជីវិតគាត់ឬអ្នកដទៃត្រូវបានសម្រួចឬជាលទ្ធផលនៃការគិតពេលដែលគាត់យល់ច្បាស់ពីច្បាប់ហេតុផលយល់ពីឥទ្ធិពលនៃការគិតដែលមានមកលើជីវិតគាត់នឹងឈប់អារម្មណ៍ឈប់ស្មងសៅរួចប្រែក្លាយជាមនុស្សចេះគ្រប់គ្រងខ្លួនឯងនិងមានភាពស្ងប់ស្ងាត់ក្នុងចិត្តភាពស្ងប់ស្ងាត់នេះមិនមែនជាភាពស្ងាត់ស្ងៀមឬពងខ្វល់អីទេផ្ទុយទៅវិញវាជាសមត្ថភាពធ្វើឲ្យចិត្តស្ងប់មិនច្បោកច្បល់ដើម្បីសម្លឹងឲ្យកាន់តែច្បាស់ទោះក្នុងស្ថានភាពលំបាកបែបណាក៏ដោយមនុស្សចិត្តស្ងប់ស្ងាត់ងាយនឹងចោះសម្រុងជាមួយអ្នកដទៃក៏ដូចជាទទួលបានការគោរពការស្រឡាញ់និងការឲ្យតម្លៃភាពស្ងប់ស្ងាត់គឺជាគតិបណ្ឌិតមួយ wisdom មានតម្លៃលើសមាសពេជ្រទៀតព្រោះវាផ្ដល់ឲ្យសេចក្តីសុខផ្លូវចិត្តយូរអង្វែងមនុស្សជាច្រើនដែលយើងឃើញក្នុងជីវិតយើងពួកគាត់បំផ្លាញសេចក្តីសុខផ្លូវចិត្តឬភាពរីករាយរបស់ពួកគាត់ជាមួយការខឹងក្រោធច្រើនការភ័យខ្លាចច្រើនការងាយសេតឬអារម្មណ៍ចុះឡើងមិនស្ថិតស្ថេរមានមនុស្សតិចប៉ុណ្ណោះដែលយើងជួបក្នុងជីវិតយើងនេះដែលជាមនុស្សស្ងប់ស្ងាត់និងរឹងពឹងនិងទោះជួបថ្មបាក់នៃជីវិតយ៉ាងណាក្តីទោះអ្នកនៅទីណាស្ថិតក្នុងស្ថានភាពជីវិតបែបណាសូមចាំថាវាមិនស្ថិតស្ថេរគិតវិជ្ជមានជានិច្ចកុំបាក់ទឹកចិត្តញញឹមរក្សាចំហក្តីសម័យភាពជោគជ័យដែលអ្នកប្រាថ្នានៅតែអាចទៅរួច
លកកណាអ្នកមិនបោះបង់លោតចោលទុកខ្លួនឯងក៏ដូចជារក្សាភាពស្ងប់ស្ងៀមមិនចលាចល Allen បញ្ចប់ចម្ពោះក៏ដូចជាសភៅនេះជាមួយពាក្យថាចូលនិយាយទៅកាន់បេះដូងអ្នកថា Peace be still អានេះពិបាកបកឲ្យចំអាចនិយាយថាស្ងប់ចុះស្ងប់ចុះស្ងប់ចុះនិយាយទៅកាន់បេះដូងអ្នកសូមអរគុណ